ខែមេសានៅក្នុងចុងខែនេះហើយការបង្ក្រាប scammer នៅប្រទេសកម្ពុជាគឺมันបានជោគជ័យទេកាលពីយប់មិញនេះមានលឺសូរកំភ្លើងបាញ់នៅប៉ោយប៉ែតបើតាមស្ដាប់ស្នូរកំភ្លើងមិនមែនជាការបាញ់តគ្នាទេគឺជាការសម្ដែងរបស់សមត្ថកិច្ចបើតាមខ្ញុំស្ដាប់មើលប្រជាជននៅប៉ោយប៉ែតដែលជ្រួលជាបល់ផ្អើលនឹងគេបាញ់គ្នាដំបូងអ្នកស្រុកនៅប៉ោយប៉ែតនិយាយថាពួក scammer មានកំភ្លើងបាញ់តដៃនឹងសមត្ថកិច្ចនឹងទី1ទី2គេបានថតស្នូរកំភ្លើងដែលវីដេអូខ្ញុំឃើញហ្នឹងវា different dimension មានន័យថាជ្រុងផ្សេងគ្នាមានអ្នកខ្លះថតពីចម្ងាយវេលទៅកាន់ទីប្រជុំជនឬសូរស្នូរកំភ្លើងមានអ្នកខ្លះថតពីលើអាគារទៅលើទីតាំងដែលគេថាមានសមត្ថកិច្ចធ្វើសកម្មភាពមានcontent makers មួយចំនួនថតនៅលើផ្លូវដូច្នេះ background video សំទោស background audio សំឡេងនៅក្នុងកាមេរ៉ាវាមិនមែនគេកាត់តទេហើយគេក៏អត់បានចាប់អារម្មណ៍នឹងសំឡេងមនុស្សនិយាយដែរក្រោយពីបានមើលវីដេអូ6-7វីដេអូស្ដីអំពីអ្វីដែលហៅថាការបាញ់តដៃគ្នារវាង scammers ហើយនិងសមត្ថកិច្ចកម្ពុជានៅនឹងប៉ោយប៉ែតខ្ញុំដែលធ្លាប់តិចនឹងក្របរំសេវហើយជាអ្នកតាមដានព័ត៌មានហាក់ដូចជាពាក្យថាហាក់ដូចជានេះខ្ញុំមិនមែន 100%ទេហើយខ្ញុំក៏មិនចោទប្រកាន់ដែរមិនចោទប្រកាន់ទេតែសំឡេងណាសំឡេងបាទសំឡេងដែលបាទសំឡេងដែលលឺសូរស្នូរកំភ្លើងវាបង្ហាញឲ្យឃើញថាជាស្នូរកំភ្លើងប្រភេទស្រដៀងគ្នាហើយជាស្នូរកំភ្លើងដែលអាចនឹងបែងចែកស្នូរមួយបានខ្លះបង្ហាញឲ្យឃើញថាវាមិនដូចជាការបាញ់តដៃគ្នាណាវាមិនដូចគ្នានឹងការបាញ់តដៃគ្នារវាងក្រុមមួយនិងក្រុមមួយទេវាជាការបាញ់តែម្ខាងហើយបើតាមសន្និដ្ឋានគឺជាការបាញ់របស់សមត្ថកិច្ចហ្នឹងមិនដឹងជាប៉ូលីសឬក៏ PM ឬក៏អង្គភាពណាទេប៉ុន្តែបាញ់តែម្ខាងទេបាទបាញ់តែម្ខាងទេហើយបាញ់នឹងទៀតសោតមិនមែនបាញ់ទៅគ្នាទៅវិញទៅមកទេគឺជាការបាញ់បង្អើលទេគឺជាការបាញ់បង្អើលដើម្បីបង្កើតសភាពការហើយក៏ប្រហែលជាទុកពេលឲ្យមេខ្លោងដែលនៅសេសសល់វារំដោះខ្លួនចេញពីកន្លែងនឹងសិនទើបបានគេបើកឲ្យ operator ធម្មតានាំគ្នាជ្រួលចេញមកហើយគេអត់ screen operator អស់ហ្នឹងទេគេអត់មានចាប់ operator អស់ហ្នឹងទេគឺគេបដ ாய் ឲ្យចេញមកតែម្ដងបានសេចក្តីថាករណីទី1ការបាញ់គ្នាយប់មិញនៅប៉ោយប៉ែតការបាញ់គ្នាយប់មិញនៅប៉ោយប៉ែតឬក៏បាញ់ម្សិលមិញនៅប៉ោយប៉ែតថាអញ្ចឹងចុះការបាញ់គ្នាហ្នឹងគឺមិនមែនជាការបាញ់ខ្ញុំស្ដាប់ខ្ញុំមើលទៅមិនមែនជាការបាញ់តដៃគ្នារវាងអក្រិតជន scammers operators និងសមត្ថកិច្ចទេគឺជាការបាញ់សម្ដែងទេជាការបាញ់សម្ដែងឬបាញ់ដើម្បីបង្កើតសភាពការទេហើយមិនមែនបាញ់គ្នាទៅវិញទៅមកទេពីព្រោះលឺសូរសមត្ថកិច្ចនិយាយគ្នាលឺសូរសមត្ថកិច្ចនិយាយគ្នាបាទលឺសូរសមត្ថកិច្ចនិយាយគ្នាថាបាញ់មើលផងប្រយ័ត្នបាញ់ត្រូវគ្នាឯងអ្នកដតីឆ្លើយថាបាញ់ត្រូវគ្នាឯងបាញ់ឡើងលើតានឹងក៏លឺសូរអញ្ចឹងអត់មានការប្រយុទ្ធឈុតឆាកអីទេជាកុន holy cam ណាឬក៏ holy scam ណាឬក៏ holy Cambodia វាជាកុនទេខ្ញុំមិនចោទប្រកាន់ទេប៉ុន្តែកុំកុហកគេលោកអើយលោកបើធ្វើអីសុំមេត្តាមេដឹកនាំខ្មែរយកចិត្តទុកដាក់
មើលអាកូនចៅក្រោមផងអូយគេសំដែងអញ្ចឹងគ្មានអាណាជឿទេគ្មានអាណាជឿទេពីព្រោះអា background audio អាសំឡេងទៅចូលក្នុងកាមេរ៉ាហ្នឹងសមត្ថកិច្ចនិយាយគ្នាឮសូរនៅហ្នឹងលោកអើយលោកខ្ញុំមិនមែនអង្គុយធ្វើគ្រូទាយពីបរទេសទៅទេខ្ញុំចង់ជួយរដ្ឋាភិបាលប៉ុន្តែសម្ដេចហ៊ុនម៉ាណែតសម្ដេចហ៊ុនសែនដឹងឬមិនដឹងខ្ញុំប្រាប់ទៅអ្នកចោះប្រតិបត្តិការសិតតែគ្នា scammer អាមេទៅប្រតិបត្តិការនឹងទុកឲ្យអាមេ scammer រត់ឬមិនបាច់រត់ទេយកឡានទៅដឹកដកខ្លួនចាញ់អស់អត់មានបាញ់តគ្នាទេអត់មានទេនៅប៉ោយប៉ែតគ្មានបាញ់តគ្នាអីទេហើយយើងចាំមើលទៀតបើខ្ញុំខុសណាចាំមើលទៀតតើឈុតឆាកគេហៅថា Hollywood scam Cambodia ហ្នឹង Hollywood scam Cambodia ហ្នឹងវាថតកុននឹងចាញ់យ៉ាងម៉េចឥឡូវចាំមើលយើងមើលទៅទៀតតើវារបួសប្រមាណវាបែកអាគារប្រមាណវាបាក់ប្រមាណវាបាញ់ងាប់អា scammer ប្រមាណអ្នករបួសប្រមាណអ្នកហើយយកបានលុយកាក់ operator ប្រដាប់ប្រដា frequency internet អីវាយកបានប្រមាណគ្រប់ឈុតគ្រប់ឆាកគឺអត់មានឃើញទេហើយគេច្រើនធ្វើយប់ធម្មតាកាលណាទៅចាប់សម្បុក scammer អីហ្នឹងគេមិនមែនចាប់យប់ទេពីព្រោះ operation ពេលយប់គ្រោះថ្នាក់ណាស់ណាចុះមិនបានគេទៅធ្វើពេលយប់ពីព្រោះគេសំដែងទេលោកអើយលោកហើយជឿថាខ្ញុំដឹងហើយតែខ្មែរឥឡូវក៏លែងជឿដែរសូមថ្នាក់ដឹកនាំលោកហ៊ុនសែនហ៊ុនម៉ាណែតមេត្តាទៅចោះឈប់លេងលបែងស្ពិនភ្នែកទៅបើលោកនៅខាងលើដឹងហើយមេត្តាមិនមែនឲ្យធ្វើអញ្ចឹងកុំបោកគេពេកលោកអើយលោកបោកគេលែងជឿហើយណាបោកគេឡើងគេលែងជឿហើយលោកអើយលោកខ្ញុំចង់ជួយលើកមុខលើកមាត់កម្ពុជាប៉ុន្តែកម្ពុជាលេងតែក្បួនភូតមិនដឹងជាថ្នាក់ដឹកនាំដឹងមិនដឹងទេប៉ុន្តែខ្ញុំប្រាប់ថ្នាក់ដឹកនាំទៅថាអត់ទេបើយ៉ាងហ្នឹងគឺសួយធំអើយគ្មានថ្ងៃដោះស្រាយបញ្ហារួចទេលោកអើយលោកអញ្ចឹងសំណួរទី1បាញ់គ្នាជាមួយ scammer ឬសម្ដែងស្ដាប់ឮនៅក្នុងវីដេអូ background audio បង្ហាញថាអត់មានបាញ់គ្នាទេអត់មានបាញ់គ្នាទេនឹងមេតិកាមួយទៀតម្ដេចថៃមិនប្រតិកម្មរឿងបាញ់គ្នានៅប៉ោយប៉ែតបងប្អូនប៉ោយប៉ែតវានៅជាប់ព្រំដែនអាខាងថៃវាដាក់តបវានៅក្នុងដែរបើសិនជាបាញ់ពុងអាថៃវាត្រូវជ្រួលច្បល់ចុះមិនបានវាអត់ជ្រួលច្បល់គឺសមត្ថកិច្ចនៅឯនេះហ្នឹងគេជូនតំណែងអាថៃថាខ្ញុំបាញ់ scammer នៅនេះទេអត់មានទៅចិត្តព្រំដែនទេបានជាអាថៃហ្នឹងវាអត់ប្រតិកម្មទេពីព្រោះប្រាប់វាហើយអញ្ចឹងគឺសិតតែដឹងមុនអ្នកដែលទៅធ្វើហ្នឹងរៀបកិច្ចការបញ្ជូនព័ត៌មានតាក់ទងដំណាក់កាលខាងថៃបើសិនវាទៅបាញ់គ្នាមែនតែនរវាង scammer ហ្នឹងឯថៃវា alert border patrol វាតុយមកហើយគ្រប់គ្នាវាយកអូតូប្លាស់ដេអីឡើងមកព្រំដែនហើយដើម្បីធ្វើសង្កេតការណ៍ពួកយើងលេងដាក់គ្នាទូទាំងអត់មានទេនឹងត្រូវដឹងថាមិនដេចថៃមិនប្រតិកម្មរឿងបាញ់គ្នានៅប៉ោយប៉ែតពីព្រោះប្រាប់គេហើយប្រាប់ថាខ្ញុំបាញ់នៅខាងខ្ញុំនេះឆ្ងាយពីព្រំដែនដល់បានទេអានឹងចំណុច2អ្នកសង្កេតការអាស៊ានដឹងរឿងថៃបាញ់ទេម្សិលមិញក្រសួងការពារជាតិនិយាយថាថៃបាញ់9គ្រាប់បើថៃបាញ់9គ្រាប់អ្នកអង្កេតការដែលជានុព័ន្ធយោធាអាស៊ានត្រូវតែចងក្រងឯកសារទុកចងក្រងរបាយការណ៍ទុកឥឡូវព្រឹកនេះថៃវាប្រកែកណាអ្នកនាំពាក្យថៃវាប្រកែកណាប្រហែល1ម៉ោងមុននេះវាផ្សាយវាថា Thailand has rejected Cambodia's claim that Thai soldiers fire weapons near Chongchaom Old Smart border in Surin. Thai military officials said the incident began after Cambodian troops moved close to Thai barbed wire despite earlier warnings. The defense ministry insisted no firearms were used, saying Thai troops only set off 3 crackers as warning signal and the rules of engagement. พูด Thai ក៏พูดដែរ
វាមាន rules of engagement ម៉ែវាអីដុតផាវបងប្អូនមើលសាលារៀនតាហ៊ានណាដែលដើម្បីឲ្យសញ្ញាទៅម្ខាងទៀតហ្នឹងគេដុតផាវ this is a blatant lie មានន័យថាជាការបោកបោះអាថៃហ្នឹងវាកុហកវាគ្មានច្បាប់តាហ៊ានណាគេដុតផាវឲ្យសញ្ញាម្ខាងទៀតទេកុំភ្លើពេកប៉ុន្តែវាលេងសើចនឹងយើងអញ្ចឹងណាឃើញទេអាហ្នឹងអញ្ចឹងអ្វីដែលក្រសួងការពារជាតិធ្វើនឹងត្រឹមត្រូវហើយត្រូវបន្តសង្កត់បែបហ្នឹងថៃវាថាវាដុតផាវហ្មងទី1ក្នុងបទឈប់បាញ់សេនាធិការមួយមាន telecommunication ណាវាមានការតាក់ទងគ្នាទៅវិញមកតាមវិទ្យុយល់ទេតាមទូរស័ព្ទក្រហមគេខ្សែក្រហមមិនមានការអីតាក់ទងគ្នាណាហើយមុននឹងយក ASEAN observers ទៅកន្លែងហ្នឹងគឺខាងខ្មែរហ្នឹងជូនដំណឹងទៅខាងថៃហើយណាអាចបញ្ជូនដំណឹងមិនមែនជូនដំណឹងមាត់ទៅទេ it has to be written ផង verbal communication ផងហើយobservers ASEAN ហ្នឹងមុននឹងទៅដល់ហ្នឹងក៏ពួកវានឹងខ្លាចងាប់ជាងយើងទៀតវា make sure that you inform the other side បើអត់ inform ទេក៏អត់ហ៊ានទៅដែរបើពួកហ្នឹងវាមិនមែនយកជីវិតមកចោលស្រុកខ្មែរទេ come on រឿងអញ្ចឹងកងខាងក្រសួងការពារជាតិធ្វើរឿងត្រឹមត្រូវហើយថៃវានិយាយអញ្ចឹងវាក៏កុហកដែរវាភូតទេវាម៉ែអាណា rules of engagement just set off 3 cracker វាថាវាដុតផាវ3គ្រាប់ដើម្បីជាការប្រមានដល់កម្ពុជាអានិយាយភូតនិយាយតែភូតអាថៃនឹងភូតណា what school do they learn វាទៅរៀនសាលាតាហ៊ានណាដុតផាវនោះអានេះនិយាយកុហកអញ្ចឹងបងប្អូនត្រូវរៀនយល់អំពីការបោកភូតចំណុចមួយខ្ញុំមិនមែនចេះតែកាន់ជើងទេខ្ញុំចង់ឲ្យអាចៅភ្លើហ្នឹងឲ្យដឹងរឿងថាគេបោកអញ្ចឹងរបៀបគេបោកអញ្ចឹងទី1អាបាញ់គ្នាជាមួយ scammer ជាការសម្ដែងទី2ថៃអត់ប្រតិកម្មរឿងបាញ់នៅប៉ោយប៉ែតពីព្រោះប្រាប់ថៃហើយចំណែកអាស៊ាននេះវាច្បាស់ជាកំណត់ហេតុអាថៃបាញ់ម្សិលមិញហ្នឹងអញ្ចឹងថៃឆ្លៀតឱកាស world situation មិនអានថៃវាឆ្លៀតឱកាសថៃវាកំពុងតែតាមដានរកវិធីដើម្បីអង្គៀមទឹកដីរបស់ខ្មែរហើយមូលហេតុដែលថៃវាតែងតែរកលេះដើម្បីអង្គៀមទឹកដីរបស់ខ្មែរពីព្រោះខ្មែរមានចំណុចខ្សោយជាមួយវៀតណាមអញ្ចឹងថៃវាចេះតែរករឿងរហូតវារករឿងដោយសារអីពីព្រោះវាឃើញថៃឡើងក្រែជាមួយខ្មែរអញ្ចឹងវាចង់ឡើងក្រែជាមួយខ្មែរនេះគឺជាការឆ្លៀតឱកាសរបស់ថៃណានេះគឺជាការឆ្លៀតឱកាសរបស់ថៃដែលខ្ញុំបាននិយាយតាំងពីដើមមកហើយកុំភ្លេចទោះបីថៃវាត្រដាបទៅដួសប៉ុណ្ណាក៏ដោយវាស្ថិតនៅក្នុងផែនការចក្រពង្គភូវនាថកុំភ្លេចឲ្យសោះវាកំពុងតែមើលស្ថានភាពពិភពលោកហើយវាឆ្លៀតយកស្ថានភាពពិភពលោកធ្វើជាប្រយោជន៍របស់វាដូចសង្គ្រាមលោកលើកទី2វាយកដៃយើងវាឲ្យយើងវិញឆ្នាំ46អញ្ចឹងតែមិនមែនឲ្យមកយើងទេបារាំងទៅទាយករបស់វាមកវិញអាហ្នឹងអញ្ចឹងនឹងបញ្ចប់រឿងមួយណាបងប្អូនអញ្ចឹងអារឿង scammer សរុបសេចក្តីទៅការដែលប្រកាសថានឹងសម្អាតបោសសម្អាត scammer នៅកម្ពុជាពេញទឹកពេញដីដូច្នេះសុំនាយករដ្ឋមន្ត្រីហ៊ុនម៉ាណែតសុំលោកហ៊ុនសែនមិនអាចលេងលបែងឆ្ពិនភ្នែកបោកគេបានទេឈប់ទៅមិនដឹងអ្នកណាបោកទេខ្ញុំជឿថាបងប្រុសខ្ញុំគាត់អត់ភូតបោកគេទេខ្ញុំជឿថាក្មួយម៉ាណែតក៏អត់ភូតបោកគេដែរប៉ុន្តែជន់ណាខ្ញុំមិនដឹងទេប៉ុន្តែភូតបោកគេ scammer គឺជាផ្នែកមួយនៃ corruption ដែលយើងត្រូវតែដោះស្រាយបើយើងមិនដោះស្រាយទេប្រទេសយើងនឹងទទួលរងគ្រោះទាំងអស់ដូច្នេះខែមេសា
ថ្ងៃទី30ខែមេសាចប់ដាច់ខែសាមានប៉ាស្អុយពេញក្តិតគ្មានបោសសម្អាតអីបានទេ